នេះជាបទព្រំអរតនីសាហំបតីព្រំអោនបង្គំអរតនីសំដាច់ព្រះភង្ឃវីដោយគាតាយ៉ាងនេះឯងព្រះពុទ្ធទ្រង់អនុកោលព្រមទទួលនឹងសំដែងដោយតន់ឲ្យភាពថ្លែងតាមភាវៈគុណករុណាទៅក្រោកចាងទីនោះភាំងត្រាជពួងព្រៃមង្ឃទីយាងចេញចលីលាពីទីនោះដោយព្រះបាទញ៉ាំងសត្វចូលពុទ្ធចក្រមានបញ្ញវៈគីជាអាចឲ្យផឹកអមរិតខជារួងនឹបពៀនតាមធម្មតាចាប់ដើមពីនោះឯងទ្រង់សំដែងធម៌ទាំងស្នាធ្វើពុទ្ធភក្រិន្ទយាអង្គវសា45បំថយបំបានធូប្រយោជន៍យូរអង្វែងឆ្នាំសម្រាប់បញ្ញកម្មដល់សំសត្វទាំងភពត្រៃហេតុនោះឥឡូវនេះយើងខ្ញុំនឹងសាទរក្រៃបបិទ្ធប្រគុណថ្លៃសូមនិមន្តប្រោងទេសនាអនុគ្រោះពុទ្ធបរិស័ទដែលជាប់ខាត់ដោយមោហាឲ្យកើតមានបញ្ញាប្រាកដនេះទីនេះហោ